ជំរាបសួរបងប្អូនទាំងអស់គ្នាមួយរយៈនេះសុខទុក្ខយ៉ាងណាដែរបងប្អូនសម្រាប់ខ្ញុំវិញគឺរវល់ខ្លាំងទៅពេលអញ្ចឹងទៅគឺអត់បានមានពេលទៅនេះធ្វើវីដេអូបង្ហាញជូនបងប្អូនពីរបៀបធ្វើម្ហូបរយៈពេល1ខែជាងហើយថ្ងៃនេះផងដែរគឺខ្ញុំចង់បង្ហាញបងប្អូនពីរបៀបធ្វើស្ងោរពោះជ្រូកឲ្យមានរសជាតិឆ្ងាញ់ណាបងប្អូនសម្រាប់ការស្ងោរពោះជ្រូកបងប្អូនចង់ឲ្យឆ្ងាញ់ណាបងប្អូនដាក់លក្រួយរំដេងហើយដុំស៊ុបខ្នុរមួយដុំក៏ដូចជាខ្ទឹមសពី3កំពឹសហើយនិងអំបិលមួយជឹបដើម្បីធ្វើឲ្យពោះជ្រូករបស់យើងនឹងគឺមានក្លិនឈ្ងុយឆ្ងាញ់នៅពេលដែលយើងដាក់គ្រឿងក្រើរួចអស់ហើយគឺយើងដាក់ដាំទឹកនឹងទឹកឲ្យពុះល្អបន្ទាប់ពីទឹកពុះល្អហើយគឺយើងអាចដាក់គ្រឿងក្នុងជ្រូកចូលបានណាបងប្អូនចំពោះការដាក់គ្រឿងក្នុងជ្រូកចូលនឹងគឺយើងដាក់ម្ដងមួយទៅដែលមានដូចជាបេះដូងថ្លើមសាច់ហើយនិងពោះជ្រូកបងប្អូនបងប្អូនកុំដាក់ចូលទាំងអស់តែម្ដងយើងដាក់ម្ដងមួយអញ្ចឹងទៅវាកាត់ឆ្អាបបានល្អឆ្លោះពេលដែលយើងរងចាំពោះជ្រូកឆ្អិនហ្នឹងគឺខ្ញុំងាកមកធ្វើទឹកជ្រលក់សិនណាបងប្អូនសម្រាប់ទឹកជ្រលក់ពោះជ្រូកហ្នឹងគឺខ្ញុំធ្វើបែបសាមញ្ញធម្មតាបែបជ្រក់ស្រុកស្រែអញ្ចឹងណាបងប្អូនការដំបូងហ្នឹងគឺខ្ញុំដាក់អំបិលប៊ីចេងហើយនឹងស្ករមួយមុខបន្តិចណាបងប្អូនជាមួយនឹងរ៉តឌីបន្តិចដែរហើយសម្រាប់ម្ទេសបងប្អូនដាក់តាមចំណូលចិត្តទៅហើយខ្ទឹមសពី3កំពឹសដែរចាបន្ទាប់មកគឺយើងបុកគ្រឿងទាំងអស់នេះឲ្យវាល្អិតគួរសមណាបន្ទាប់ពីបុកអំបិលម្ទេសបានល្អិតហើយគឺខ្ញុំដួសដាក់ចានហើយទុកម្ល៉េះសិនបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមហាន់ជាមួយនឹងជីរណាបងប្អូនចាយើងហាន់វាតូចល្អិតទៅជីរណាខ្ញុំមានជាមួយនឹងស្លឹកខ្ទឹមផងដែរចាចំពោះស្លឹកខ្ទឹមហ្នឹងក៏យើងហាន់វាតូចល្អិតដូចគ្នាសម្រាប់ជីដែលយើងយកមកធ្វើជ្រក់ហ្នឹងបងប្អូនគឺយើងត្រូវការជីក្រហមឬមួយក៏យើងហៅថាជីនាងវងក៏បានបើបានជីនាងវងយកមកដាក់ជាមួយទៀតហ្នឹងគឺជ្រក់របស់យើងកាន់តែមានក្លិនឈ្ងុយឆ្ងាញ់ញ៉ាំទៅគឺទំនងជាមួយនឹងពោះជ្រូកស្ងោរបងប្អូនតែសម្រាប់ថ្ងៃនេះគឺដោយសារតែខ្ញុំអត់មានអញ្ចឹងទៅក៏ខ្ញុំដាក់តែស្លឹកខ្ទឹមជាមួយនឹងជីរណាបន្ទាប់មកគឺយើងច្របាច់ក្រូចឆ្មាចូលចំនួន 2-3 ចនិតឬក៏ស្មើនឹង1ផ្លែបងប្អូនហើយឲ្យជ្រក់របស់យើងហ្នឹងគឺវាមានរសជាតិជូរប្រៃផ្អែមអញ្ចឹងណាបងប្អូនបានញ៉ាំជាមួយនឹងពោះជ្រូកទៅគឺឆ្ងាញ់ហើយក្រៅពីហ្នឹងគឺខ្ញុំមានជាមួយនឹងការ៉ុតបន្តិចដែរចាបើសិនជាបងប្អូនអត់មានទេមិនចាំបាច់ដាក់បន្លែក៏បានតែបើយើងមានក៏យើងយកមកទំនឹបជាមួយទៅណាសម្រាប់ការ៉ុតនេះដែរគឺខ្ញុំហាន់ជាចំណិតស្ដើងណាបងប្អូនហើយបើបងប្អូនចង់ហាន់ជាជ្រុងចង្វាមូលវែងអីក៏បានទៅតាមចំណង់ចំណូលចិត្តតែសម្រាប់ខ្ញុំគឺខ្ញុំហាន់វារាងប្រឆិតកប្លែតអញ្ចឹងណាបងប្អូនក្រៅពីការ៉ុតបងប្អូនអាចបន្ថែមជាមួយនឹងសាឡាត់ឬក៏ត្រសក់បានណាបងប្អូនចាក្រោយពីពោះជ្រូកយើងស្ងោរបានឆ្អិនល្អហើយទឹកស៊ុបនឹងក៏វាមានរសជាតិឆ្ងាញ់ដែរអញ្ចឹងយើងដួសទឹកស៊ុបនឹងចំនួន2វែកសម្លមកលាយជាមួយនឹងទឹកជ្រលក់របស់យើងនឹងបងប្អូនចំពោះការធ្វើទឹកជ្រលក់នេះបងប្អូនកុំប្រើទឹកជាឬមួយក៏ទឹកធម្មតាយើងប្រើទឹកស៊ុបដែលយើងស្ងោរពោះជ្រូកនឹងយកមកលាយជាមួយនឹងទឹកជ្រលក់យើងគឺយើងញ៉ាំជាមួយនឹងពោះជ្រូកទៅគឺចាប់ជាតិគ្នាមែនទែនរួមទៅគឺយើងធ្វើបែបនេះគឺឆ្ងាញ់ណាបងប្អូននិយាយពីថាញ៉ាំមួយម៉ាត់ទៅគឺឆ្ងាញ់ពេញមាត់ហ្មងមើលតែខ្ញុំស្ងោរពោះជ្រូកបាន40នាទីហើយឃើញថាពោះជ្រូកនោះគឺវាផុយមកល្មមឆ្ងាញ់ហ្នឹងយើងអាចស្រង់វាទុកម្ល៉េះសិនទៅឲ្យវារាងចុះត្រជាបន្តិចចាំយើងយកទៅហាន់វាជាចំណិតស្ដើងតូចណាចំពោះការស្ងោរពោះជ្រូកនឹងដែរបងប្អូនចង់ស្ងោរពោះជ្រូកឲ្យមានក្លិនឈ្ងុយឆ្ងាញ់អត់មានក្លិនឆ្អាបញ៉ាំទៅឆ្ងាញ់ណាបងប្អូនអាចធ្វើតាមវិធីដែលខ្ញុំបង្ហាញជូននេះបានគឺធានារសជាតិដែរបងប្អូននិយាយរួមទៅពោះជ្រូករបស់យើងគឺអត់មានក្លិនធំក្រឹមឬមួយក៏ឆ្អាបអីសំបីបន្តិចគឺមានតែក្លិនឈ្ងុយបងប្អូនហើយញ៉ាំជាមួយនឹងទឹកជ្រលក់បែបសាមញ្ញធម្មតាស្រុកស្រែអញ្ចឹងណាពីថាបងប្អូនអើយឡើងជាតិហ្មងញ៉ាំទៅគឺឆ្ងាញ់ពេញមាត់ញ៉ាំបានពេញមាត់ពេញកហើយចំពោះវិធីធ្វើម្ហូបមួយមុខនេះគឺងាយស្រួលមែនទែនមិនចាំបាច់ចំណាយពេលយូរឬមួយក៏វាស្មុគស្មាញក្នុងការធ្វើច្រើនអញ្ចឹងណានិយាយបានថាជាម្ហូបមួយដែលសាមញ្ញហើយងាយស្រួលបំផុតហើយប៉ុន្តែរសជាតិគឺឆ្ងាញ់បំផុតណាបងប្អូនពុះមុខម្ហូបមួយមុខនេះដែរបើសិនជាយើងរកនឹកម្ហូបអីមិនឃើញគឺយើងធ្វើមួយមុខនឹងទៅដឹងថាស្រួលធ្វើហើយលឿនចាប់បានញ៉ាំផងហើយនិយាយពីរសជាតិវិញគឺឲ្យបន្ទុក10 លើ 10ហ្មងបងប្អូនគឺឆ្ងាញ់ណាចុងក្រោយបើសិនជាបងប្អូនចូលចិត្តម្ហូបមួយមុខនេះកុំភ្លេចជួយចុច like ចុច share និងជួយចុច subscribe Channel YouTube របស់ខ្ញុំម្នាក់មួយផង
សម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្ណឹងខ្ញុំក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះពីដើមរហូតដល់ចប់ខ្ញុំសូមជូនពរឲ្យបងប្អូនមានសុខភាពល្អសំណាងល្អគ្រប់គ្នាចាអរគុណច្រើននិងសូមជម្រាបលាហើយសូមជួបគ្នានៅវីដេអូក្រោយៗទៀតចាបាយបាយ